សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទដូចយើងដឹងហើយថាស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ល្អនៅឡើយទេក្រោយពីសភានៃប្រទេសមួយនេះបានដកសេចក្តីទុកចិត្តទៅលោកប្រធានាធិបតីយូនសុកយុលបាទកាលពីថ្មីៗនេះដោយសារតែលោកបានប្រកាសនៅច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នហើយបន្ទាប់មកមានលោកនាយករដ្ឋមន្ត្រីក៏បានចូលកាន់តំណែងជំនួសក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីដែលកាន់តំណែងជំនួសលោកប្រធានាធិបតីក៏ត្រូវបានដកចេញដោយសភាដែរហើយចុងក្រោយគឺលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានកាន់តំណែងជំនួសជាប្រធានាធិបតីស្ដីទីបាទក៏ប៉ុន្តែឥឡូវនេះគណៈបកប្រឆាំងនៃប្រទេសមួយនេះដែលកាន់កាប់សម្លេងភាគច្រើននៅក្នុងរដ្ឋសភាក៏នឹងដាក់ញត្តិដើម្បីបោះឆ្នោតមិនផ្ដល់សេចក្តីទុកចិត្តទៅលើលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដែលកំពុងតែបំពេញតួនាទីជាប្រធានាធិបតីស្ដីទីបន្តទៀតដោយមានការចាត់ប្រកាន់ថាលោកព្យាយាមមិនតែងតាំងតុលាការរដ្ឋធម្មនុញ្ញដោយការចង់បានរបស់ក្រុមគណៈបកប្រឆាំងបាទតាំងពីលោកប្រធានាធិបតីត្រូវបានដកសេចក្តីទុកចិត្តមកគឺឥឡូវនេះតុលាការកំពុងតែពិចារណាថាតើសម្រាប់ឲ្យលោកចេញពីតំណែងជាអចិន្ត្រៃយ៍ឬក៏ត្រូវដាក់លោកចូលកាន់តំណែងវិញហើយនៅក្នុងពេលនោះដែរយើងឃើញថាវាជាការធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធំមួយនៅក្នុងប្រទេសមួយដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី4នៅក្នុងអាស៊ីបាទប្រទេសនេះបើតាមមើលទៅគឺហាក់បីដូចជាមានបញ្ហាជាញឹកញាប់នៅមួយរយៈចុងក្រោយនេះដែលបង្ហាញឲ្យឃើញថាអ្នកនយោបាយហាក់មានការចង់បានខ្ពស់ដែលយើងហៅថាមានភាពអាត្មានិយមខ្ពស់ដោយក្នុងករណីនៅក្នុងពេលនេះចឹងយើងមិនដឹងថាតើលោកប្រធានាធិបតីស្ដីទីឬក៏លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើខុសយ៉ាងណាទេក៏ប៉ុន្តែអ្វីដែលយើងមើលឃើញភាគច្រើនគឺហាក់បីដូចជាសម្លេងភាគច្រើនព្យាយាមទាមទារទៅតាមអ្វីដែលខ្លួនឯងចង់បាននៅពេលដែលគួរតែមានដំណោះស្រាយនយោបាយណាដែលសមស្របសូមបញ្ជាក់ផងដែរថាតាមកំណត់តុលាការគួរតែបានសម្រេចទៅលើករណីដកឬក៏ដាក់លោកប្រធានាធិបតីចូលកាន់តំណែងឬក៏ដកចេញពីតំណែងបានឆាប់ជាងនេះប៉ុន្តែការរំពឹងទុកនោះហាក់បីដូចមានដោយការរំពឹងទុកវាហាក់បីដូចយូរជាងការកំណត់ធម្មតាបាទហើយយើងសង្ឃឹមថាអ្នកនយោបាយទាំងអស់គួរតែមានការបន្ថយទៅលើភាពអាត្មានិយមហើយមានធ្វើការយោគយល់គ្នាឲ្យបានច្រើននឹងរកដំណោះស្រាយរួមដើម្បីប្រទេសជាតិដើម្បីសង្គមដើម្បីពិភពលោកទាំងអស់គ្នាបាទសូមបញ្ជាក់ផងដែរថាការបង្កើតនៅភាពតានតឹងគឺមាននៅក្នុងសភាមាននៅលើផ្លូវថ្នល់តាមរយៈការបាតកម្មដែលមានអ្នកខ្លះទាមទារឲ្យដកលោកប្រធានាធិបតីចេញពីតំណែងជាអចិន្ត្រៃយ៍និងមានអ្នកខ្លះគឺប្រឆាំងនឹងការដកតំណែងនេះបាទយើងមិនដឹងថាតើអនាគតនៃស្ថានភាពនយោបាយក្នុងប្រទេសមួយនេះនឹងទៅជាយ៉ាងណាទេតែយើងសង្ឃឹមថាអ្នកនយោបាយមិនគួរប្រើនៅភាពអាត្មានិយមដើម្បីឈ្នះរៀងៗខ្លួននោះទេបាទសូមអរគុណ